Đầm lái hàng trên miền ca lang cho vừa ở chỉ ở cả bùa tao đo nè để tinh lụa tao lên đầm lái hàng trên miền tao tôi ban phơi chấm đánh chán đời ca tinh lụa pi cầm liệt lái hàng trên miền chia phải trăm ngày bằng phơi tao nè trongนู้นเนี่ย để tinh lụa miền nó lỡอุปกรณ์ในซ่อนก็ตัวบ้านพอจำนั้นชาเหมือนเต้นบางคนตอนนี้บ้างចឹងត្រឡប់មកមើលតម្លៃហាងឆេងមាសនៅក្នុងថ្ងៃនេះវិញថ្ងៃនេះគឺជាថ្ងៃទី17ខែ11ឆ្នាំ2025តម្លៃហាងឆេងមាសនៅក្នុងទីផ្សារអន្តរជាតិគេកំពុងតែធ្វើការទិញលក់នៅក្នុងតម្លៃ4000បាទ$90នៅក្នុង1អោនគឺជាតម្លៃទីផ្សារអន្តរជាតិឬក៏ស្មើនឹង$4927នៅក្នុងមួយតម្លឹងនៃទីផ្សារប្រទេសកម្ពុជាក៏ត្រឹមម៉ោង9:30នាទីព្រឹកនេះបើយើងគិតជាគីឡូនៅក្នុងស្រុកខ្មែររបស់យើងគឺស្មើនឹង130000បាទ$1422នៅក្នុង1គីឡូផងដែរបងប្អូនអរគ្នាសម្រាប់ទំនោរមាសនៅក្នុងថ្ងៃនេះបើយើងមើលអំពីទំនោរតម្រង់ pattern technical គឺទំនោរមាសអាចនឹងបន្តធ្លាក់ចុះបន្តិចទៀតបងប្អូនអរគ្នាក្នុងថ្ងៃនេះអញ្ចឹងសម្រាប់ចន្លោះនៅក្នុងការរត់របស់មាសនៅក្នុងថ្ងៃនេះគឺរត់ចន្លោះពី$4049ទៀតបំផុតឬក៏ដល់តម្លៃ$4108គឺស្ថិតនៅក្នុងចន្លោះហ្នឹងនៅក្នុងព្រឹកនេះតែម្ដងបងប្អូនអរគ្នាអូខេបងប្អូនទាំងនេះសម្រាប់ព័ត៌មានលម្អិតតាក់ទងជាមួយនឹងការទិញលក់តម្លៃហាងឆេងមាសអន្តរជាតិក៏ដូចជាបងប្អូនចង់រៀនពីរបៀបក្នុងការជួញដូរទៅលើកម្រិតថ្លៃហាងឆេងមាសអន្តរជាតិឬក៏កក់ផ្សារអន្តរជាតិបងប្អូនកុំភ្លេចតាក់ទងតាមរយៈ link Telegram ដែលខ្ញុំបានដាក់នៅលើ caption អរគុណច្រើនបងប្អូនទាំងនេះបាទសម្រាប់ការទស្សនាវីដេអូមួយនេះបាទ